រឿងកំណើតព្រាយក្រឡាភ្លើងគ្រប់ជំរាបសួរបងប្អូនប្រិយមិត្តអ្នកស្ដាប់ VFM ជាទីមេត្រីកម្មវិធីនិទានរឿងខ្មោចបានវិលមកជួបប្រិយមិត្តអ្នកស្ដាប់សារជាថ្មីតាមពេលវេលានិងម៉ោងដដែល VFM នាំមកជូនការកំសាន្តគ្រប់ទីកន្លែងរឿងកំណើតព្រាយក្រឡាភ្លើងភាគ1ដំណើររឿងកើតនៅឆ្នាំ1985ដូច្នេះសូមប្រិយមិត្តរីករាយសន្តាប់ជាមួយ admin ដូចតទៅនៅមុខខ្ទមនាងច័ន្ទនាវេលាយប់មួយមានខ្យល់បក់ស្លឹកឈើទំនងជាមានខ្មោចព្រាយបិសាចកំពុងត្រាច់ចរឮសំឡេងឆ្កែលូបន្តបន្ទាប់គ្នាឥតឈប់នាងច័ន្ទនិងនេសានដេកលើក្រែក្នុងខ្ទមស្រមោលខ្មៅស្ទង់ដូចមនុស្សដើរសំដៅនាងច័ន្ទដេកក្បែរប្តីស្រមោលខ្មៅនោះបានលាតដៃទាំងពីរដែលមានក្រចកវែងទៅច្របាច់កនាងច័ន្ទបណ្ដាលឲ្យនាងច័ន្ទខំរើទាំងយកដៃនាងទាំងពីរមកបេះដៃអាក្រក់នោះចេញតែបេះមិនបាននាងខំស្រែកឡើងពេញទំហឹងជួយផងជួយខ្ញុំផងបងសានជួយផងពលហើយនាងច័ន្ទក៏ស្ទុះក្រោកទើបបណ្ដាលឲ្យភ្ញាក់នេសានពីដំណេកហើយក៏ស្ទុះក្រោកឡើងដែរនិងលោកដៃអង្រួនដាស់នាងច័ន្ទទាំងបន្លឺថាអូនច័ន្ទអូនកាត់អីហ្នឹងចាបងខ្ញុំយល់សពបន្លឺហើយនាងក៏ប្រវាអោបប្តីហើយនិយាយទាំងចង់យំបងខ្ញុំយល់សពអាក្រក់ណាស់គ្រាន់តែយល់សពសោះមិនក៏អូនភ័យដល់ម្លឹងនាងច័ន្ទដកខ្លួនពីអោបប្តីវិញក៏និយាយទាំងផិតភ័យអូនយល់សពថាមានមនុស្សបុកអាក្រក់ម្នាក់ភ្នែកធំក្រចកដៃវែងបានចូលមកច្របាច់កអូនភ័យណាស់អូជប់ភ័យទៅអូនវាគ្រាន់តែជារឿងយល់សប្តិទេណានេសានសើចបន្តិចទំនោរជាហួសចិត្តក៏តបប្រពន្ធថាមិនក៏អូនរវើរវាយហើយយល់សប្តិផ្ដាស់បែបនេះជប់ភ័យទៅតោះពួកយើងដេកវិញព្រោះព្រឹកស្អែកបងត្រូវធ្វើដំណើរទៅជួយនៅស្រុកឆ្ងាយផងនាងច័ន្ទសម្លឹងមុខប្តីទំនងជាមិនចង់ឲ្យប្តីឃ្លាតឆ្ងាយបងសុំបងកុំតែចោលខ្ញុំបានទេច័ន្ទបងមិនបានទេតើពួកយើងបានប្រាក់ឯណាទុកបំរុងសម្រាប់កើតកូនយើងនោះពេលនេះអូនទំងន់7ខែហើយបងទៅតែ1ខែទេបងនឹងវិលត្រឡប់មកឲ្យទាត់អូនកើតកូនវិញប៉ុន្តែអូននៅម្នាក់ឯងអូនមិនបាច់បារម្ភទេក្រែងបងបានពឹងមីងផលឲ្យមកដេកកំណរអូនហើយតាមីងផលជាម្ដាយមីងតែម្នាក់គត់របស់បងតែបងអាចពឹងពាក់បានគាត់នឹងមើលការខុសត្រូវចំពោះអូនមើលថែអូនបានយ៉ាងល្អណាឮប្តីនិយាយបែបនេះនាងច័ន្ទនៅស្ងៀមធ្វើមុខក្រៀមក្រំនេសានបន្តនិយាយអូនកុំបារម្ភច្រើនអីតោះដេកវិញទៅថាហើយនេសានក៏ចាប់ប្តីខ្លួននាងច័ន្ទថ្នមឲ្យដេករួចគាត់ដេកតាមក្រោយនេសានក៏លូកដៃអង្អែលពោះនាងច័ន្ទតិចរួចនិយាយកូនពុកដើម្បីកូនពុកត្រូវគិតឆ្ងាយម្ដាយឯងមួយរយៈខ្លីចាំពុកត្រឡប់មកវិញណាពុកនឹងទៅរកប្រាក់ឲ្យបានច្រើនយកមកឲ្យកូននិងម្ដាយរបស់ឯងនាងច័ន្ទធ្វើមុខស្រពាប់ស្រពោនសម្លឹងមកប្តីដោយទឹកភ្នែកហូរមកតិចឃើញប្រពន្ធយំបែបនេះនេសានក៏និយាយយំស្អីទៀតហើយនឹងឆាប់ដេកទៅអូនថាហើយនេសានលូកដៃជូតទឹកភ្នែកឲ្យនាងច័ន្ទថ្ងៃរះនៅទិសខាងកើតឃើញនាងច័ន្ទនិងនេសានអោបលាគ្នានៅមុខខ្ទមខណៈនេសានមានបង្វិចមួយស្ពាយលើស្មានេសានដកខ្លួនពីភរិយាក៏និយាយថាបងទៅជួញដូរយ៉ាងយូរ1ខែបងត្រឡប់មកវិញហើយថែខ្លួនប្រាណឲ្យបានល្អណាជាពិសេសគឺកូនក្នុងផ្ទៃរបស់អូន
នាងច័ន្ទបានត្រឹមបង្ហូរទឹកភ្នែកជូនដំណើរប្តីខណៈដៃស្ដាំរបស់នាងកាន់ដៃនាយសានជាប់នាយសានងាកខ្លួនដើរចេញទៅទាំងដៃនាងច័ន្ទនៅកាន់ជាប់ឃើញបែបនេះនាយច័ន្ទក៏បេះដៃភរិយាចេញនាងច័ន្ទស្ទុះអោបប្តីម្ដងទៀតទាំងក្តីអាល័យនិងទឹកភ្នែករលីងរលោងលោកប្តីខ្ញុំមិនចង់ឲ្យលោកប្តីទៅទួតសាបន្លឺហើយនាងច័ន្ទយំខ្សឹបខ្សួលនាយសានរលីងរលោងទឹកភ្នែកដែរតែខំញញឹមនឹងបន្លឺបងទៅហើយថាហើយនាយសានក៏ដោះខ្លួនពីដៃភរិយាដើរចេញទៅនាងច័ន្ទឈរយំសម្លឹងទៅប្តីទាំងចិត្តទំនងជាមិនចង់ឃ្លាតឆ្ងាយវេលាព្រឹកនោះដែរនៅឯផ្ទះមេភូមិសននាងក្រវ៉ាន់ដែលជាកូនទូលតែមួយគត់របស់មេភូមិសនកំពុងនៅក្នុងផ្ទះបន្តិចស្រាប់តែឃើញនាងង៉ែតដើរយ៉ាងលឿនចូលទៅក្នុងផ្ទះសំដៅនាងក្រវ៉ាន់រួចនាងង៉ែតនិយាយឡើងទាំងត្រហេកត្រហប់ថាក្រវ៉ាន់ណាក្រវ៉ាន់នាងង៉ែតក៏តបនាងង៉ែតពីស្អីថ្ងៃហ្នឹងមិនក៏ត្រហេកត្រហប់ម៉េះមានរឿងអីនាងង៉ែតដើរមកដល់ចិត្តនាងក្រវ៉ាន់ក៏និយាយថាទៅហើយនាងក្រវ៉ាន់បន្លឺសួរទាំងឆ្ងល់ស្អីគេទៅហើយនាងង៉ែតបន្តថាបងសានចេញទៅរកជួញដូរនៅស្រុកឆ្ងាយហើយនាងក្រវ៉ាន់តបមែនណាយើងឮពីផលថាបងសានទៅជួញដូររយៈពេល1ខែឬ2ខែឯណោះឮបែបនេះនាងក្រវ៉ាន់ញញឹមយ៉ាងស្រស់ហើយនិយាយហាពេលនេះយើងមានឱកាសកម្ចាត់នឹងច័ន្ទហើយបើមិនប្រមានវាឲ្យឈប់ញាក់ភ្នែកបូនមាត់ដាក់ពុកយើងទេយើងក៏មិនស្រណុកក្នុងចិត្តដែរនាងង៉ែតក៏បន្តថាត្រឹមប្រមានវាទៅគឺបានហើយនាងក្រវ៉ាន់តបប៉ុន្តែយើងមិនដឹងថាត្រូវចាត់ការនាងនោះដោយរបៀបម៉េចទេនាងង៉ែតបន្តត្រឹមស្ត្រីមានផ្ទៃពោះម្នាក់វាគ្មានរឿងអីត្រូវពិបាកចាត់ការនោះទេក្រវ៉ាន់អើយនាងក្រវ៉ាន់ចាប់ទាញដៃនាងង៉ែតទៅអង្គុយលើក្រែនិងពោលសួរតិចបើអញ្ចឹងឯងមាននយោបាយអីជួយប្រាប់ជើងផងនាងង៉ែតនិយាយរឿងនេះតាំងតែធ្វើដោយសម្ងាត់កំបាំងហើយត្រូវតែធ្វើនៅពេលយប់ទៀតផងប៉ុន្តែនាងក្រវ៉ាន់ពោលសួរដោយចម្ងល់ប៉ុន្តែស្អីនាងង៉ែតនិយាយឮថាពេលយប់គឺមិញផលម្ដាយបងធឿនតែដេកកំដរនឹងចាននោះនាងក្រវ៉ាន់តបបើអញ្ចឹងពួកយើងចាត់ការវាបានដល់យ៉ាងម៉េចនាងង៉ែតញញឹមដោយភាពជឿជាក់រួចនិយាយឯងអនមកយើងប្រាប់នាងង៉ែតក៏ខ្សឹបដាក់ត្រចៀកនាងវ៉ាន់នាងក្រវ៉ាន់ស្ដាប់ហើយក៏ធ្វើមុខអែអន់ប៉ុន្តែបែបនេះយើងខ្លាចនាងង៉ែតតបឯងខ្លាចស្អីហ្នឹងធ្វើតាមតែយើងទៅនាងក្រវ៉ាន់គិតបន្តិចរួចនិយាយយើងធ្វើតាមឯងនាងង៉ែតបន្តល្អណាស់នាងង៉ែតញញឹមដោយភាពជឿជាក់ព្រឹកដដែលនោះនាយសានដើរលើដងផ្លូវក្នុងភូមិមានស្ពាយបង្វិចមួយលើស្មាលុះមកដល់ខាងមុខក៏បានជួបនឹងពូកុងដែលមានស្ពាយអង្រុតមួយទ្រង់មួយដាក់ត្រីដើរមកដល់ហើយពោលសួរអូក្មួយសាននេះក្មួយឯងទៅណានឹងមានទាំងបង្វិចស្ពាយលើស្មាផងបាទពូខ្ញុំទៅជួញដូរនៅស្រុកលើអូហើយបើអញ្ចឹងមិនទុកប្រពន្ធឲ្យនៅម្នាក់ឯងទៅហើយទេហ៎បាទខ្ញុំផ្ញើប្រពន្ធនឹងមិញផលហើយអាយ៉ាប្រពន្ធមានផ្ទៃពោះផងមិនក៏ដាច់ចិត្តទៅរកស៊ីនៅស្រុកឆ្ងាយអញ្ចឹងក្មួយពូអើយបើមិនស៊ូបែកគ្នាមួយរយៈអញ្ចឹងខ្ញុំគ្មានប្រាក់ឯណាបំរុងកើតកូនទេដូច្នេះត្រូវតែកាត់ចិត្តអូនហើយបើអញ្ចឹងពូជូនពរឲ្យឯងមានសំណាងល្អរកលុយបានសមដូចបំណងណាបាទពូហើយខ្ញុំសូមផ្ញើអូនចាន់នឹងពូផងមានពេលពូជួយទៅអាចមើលនាងផងណា
Ủa mình ấy tê miền phê tùm nế chậm pu à xa tùm mơ niêng từ cho ná toàn prớt bát trong đi hai pu Nissan có đa trên từ khả năng vô công ta mơ Nissan đòi tật mục ảnh nật à sổ ngay bần tọp nơi ai biên sài khơi ni thườn nâng ni pan ông quy ni dây kia nơi các bài chung thao của màn đàm nông sầm đây sờ bài chất ni thườn ni dây làng ban bóng sàn tranh từ chuồn đô nơi sọc chai bẹp ní vía chia cả ló đại dương tới trà trắng nên tràn hoi ni pan pol tọp pan té nên chán chỉ là cốt bóng khai được bỏ ai ná ni thườn bần tò nè ná ra ai miếng miên sầm rắc sọc sạch vừa ấy bóng sàn ơi bóng sàn mà đây có bóng đại chất tay cho propon đại có bông miên tay buộc bẹp ní ni pan bần tò thứ na dưỡng tha ái cắt chặt tới có sờ lánh propon kề ấy dạng ná mình lò tê mà dáng niếng miên tay bùa hoi ni thườn bần tò pan ái mình đai lư kên dây tha bóng kê côn ngang tê ấy ni pan tò ní ai chẳng kích ní thươn bần tò si bóng tiệp hám ỏi ngành một mà đông nè nắp ra ỏi bóng sàn tới chào propon đỏ sổ sàn đẹp ní ní pan cô bố bần tò bà anh thưa ở đây đẹp đa trong phố hình chán mai là bỏ anh và con trên đường xây bần tù anh mặt khăn tê ní thươn bần tò giang ná có dưỡng ban tặng chất tả hói than nước sửa lạnh hình chán ỏi to tại ban ní pan bần tò chốc niềm cờ ván nhị thươn tọp dưỡng mình khó thế mà dáng dưỡng mình ai tao cờ văn bàn lôi rúa niếng chỉ con mề phùm miếng tróc sầm bát hồ hìa kho plai pi cru sa dương ngải ná dưỡng đôi trong chúc sờ mày tao niếng cờ văn hói nê pan ban nị dây bồn vô nị thươn thả anh trai kết mưa ở bàn là on sẵn tư pru niềng chán chỉ bóng thay được bỏ anh ba mai anh đăng thả anh trở anh niềng chán nú quát cho ba chia mình chưa prom tê nê thươn bần tò pan bên nít ha là bỏ anh chụp buồn niềng chán cứ đôi làng đòn cầm rật quá lên bàn hỏi với nơi ai te mê phum sòn sáng bà rấy hỏi lang pi xia thông mùi đại mót với phum son cùng bông bờn quát ông quay lơ cậy nòng bẩn túc từ tụt nhiều bẩn tách khơi nhây tông đa châu sầm đai mê phum ruột nị dày chấm rép lộc mê phum vì dọn bớt man đôi lục mê phum ban đăng lư còn màn ngày nị ấy chăng nị sáng bát phơi đầm nà từ ở độc si trường độ nơi sọc ngày hói lư bẹp ní mê phum son co nhầm nhầm sờ bài chặt ruột đọt xia trên phi mót tục tơ mặt hàng bọn chống chỉ ruộng pra sa chẳng mách lộc mê phum dưỡng trong từ dược chất niềng trận là cái chui sầm rào bật tục bật bỏ niên mà này thà lộc mạch trắng anh bị chết trong niềng trận anh có đằng thả anh ruột nơi bỏ rọc buồn mãi đập nằm hỏi anh bị chia chu một lần nữa nọ đi tông bọn to dây tiếng all ai thả pan tay niềng chán niềng chán miếng đây hai cô bật mến tại phụ kê phụ rọt kia ngủ tê và dáng sầm rọt niềng chán mình sẵn xong nâng sàn nục lối lư mi phum này dây bạp ní ni tông nơi nghiêm lúc mi phum có bọn to này dây thả tông riêng trong rồi tê cô chun anh tông cha thằng chăn mát lâu cái cha ní tông có đa trên tờ mê phum son ai non tờ gờ ấy nhờ nhâm đi đi rồi gật non chật sợ nuôi nợ nó rồi anh sụp một con đồ sọt ở nơi mình để anh bẹp ní mỏng nó bao chương cùng bông chiên tờ đỏ cũng đợi cho bạc lò hôi khả năng nú niềng cờ văn có đa trên vì một phía cõi niềng bàn lốp đạp lư chẳng ó hỏi quạt phơi mốc tôm nón chia khăn nâng ở bọc phóng khăn nâng niềng chản phò ngày mùi nơi ai công pung đòn tật khơi đầy niềng chăn cắn om bia cho làng lơ tật tôm nón chia kia xâm ra mình ai cho om tật rồi trộm mất om đuột tật
ទើបនាងងាកខ្លួនក្រោកឡើងបំរុងដើរចេញស្រាប់តែនាយធឿននៅឈរជ្រងងោពីមុខនាងក៏បន្លឺអូនធឿនបងថ្លៃមិនក៏បងមកដងទឹកខ្លួនឯងបែបនេះប្តីបងមិននៅបងមានតែមកដងទឹកខ្លួនឯងចឹងហើយបើចឹងចាំខ្ញុំជួយបងថាហើយនាយធឿនក៏យកក្អមទឹកពីដៃនាងច័ន្ទម៉ែប្រើខ្ញុំឲ្យមកជួយសម្រាលកិច្ចការបងរំខានបងថ្លៃហើយបាទមិនអីទេបងពួកគេដើរចេញមកហើយនិយាយគ្នាបណ្ដើរធឿននិយាយឡើងបងសានមិនគួរទុកបងចោលបែបនេះទេជីវភាពបងទីតលគឺត្រូវទ្រាំបែកគ្នាយ៉ាងនេះហើយម្យ៉ាងបងក៏គ្មានប្រាក់បំរុងទុកសម្រាប់កូនដែរឃើញបងបែបនេះខ្ញុំអាណិតបងណាអរគុណដែលបងថ្លៃព្រួយបារម្ភពីសុខទុក្ខរបស់បងបងនេះមិនត្រឹមតែរំខានបងទេនៅរំខានដល់មិញផលទៀតផងម៉ែថាយ៉ាងណាក៏មិនអាចទុកបងចោលឲ្យនៅម្នាក់ឯងដែរយប់នេះម៉ែមកដេកកំដរបងហើយបងមិនដឹងថាត្រូវនិយាយពីអរគុណយ៉ាងណាឲ្យសមនឹងទង្វើរបស់ប្អូននឹងមិញផលទេដែលយកចិត្តទុកដាក់ចំពោះបងសុទ្ធតែគ្នាឯងទេបងចាំបាច់អរគុណអីមែនហើយថ្ងៃនេះខ្ញុំនឹងជញ្ជូនទឹកចាស់ឲ្យពេញពាងរបស់បងឮធឿននិយាយបែបនេះនាងច័ន្ទញញឹមតបមេភូមិសនកំពុងអង្គុយលើរទេះគោដែលបរដោយនាយតុងមកឈប់នៅមុខផ្ទះនាងច័ន្ទមេភូមិសនមើលទៅក្នុងផ្ទះក៏និយាយដូចជាមិនមានមនុស្សនៅផ្ទះទៀតដឹងអាតុងបាទអញ្ចឹងចាំខ្ញុំចុះទៅមើលសិនលោកមេភូមិនាយតុងរៀបនឹងចុះពីលើរទេះស្រាប់តែមេភូមិសនមើលទៅខាងមុខក៏បន្លឺអូនោះនាងច័ន្ទមកដល់ហើយនាយតុងមើលទៅខាងមុខតាមក្រសែភ្នែកមេភូមិសនក៏ឃើញនាងច័ន្ទដើរនាំមុខនាយធឿនសំដៅមកលុះមកដល់នាងច័ន្ទលើកដៃសំពះលោកមេភូមិជំរាបសួរលោកមេភូមិអូល្អហើយក្មួយច័ន្ទលោកមេភូមិអញ្ជើញទៅណាដែរអូអ៊ំក៏ថាមករៀងក្មួយច័ន្ទនឹងណាបាទអញ្ចឹងសូមអញ្ជើញលោកមេភូមិចូលក្នុងសិនទៅនាយធឿនសម្ដែងទឹកមុខទំនងជាមិនពេញចិត្តនឹងវត្តមានមេភូមិសនដែលបានមកដល់រួចក៏ដើរកាន់ក្អមទឹកតាមក្រោយនាងច័ន្ទសម្ដៅផ្ទះនាយធឿនកាន់ក្អមទឹកយកទៅចាក់ចូលក្នុងពាងខណៈមេភូមិសនអង្គុយលើក្រែមុខផ្ទះនាងច័ន្ទយកសារ៉ុងមួយវាន់ពីលើខ្លួនរួចដើរទៅអង្គុយលើក្រែក្បែរមេភូមិនាយធឿនដើរកាត់មកក៏និយាយទៅនាងច័ន្ទទាំងទឹកមុខមិនសប្បាយចិត្តបងច័ន្ទខ្ញុំត្រឡប់ទៅវិញសិនហើយហាឃើញប្អូនថ្លៃថាជួយដងទឹកឲ្យបងពេញពាងអីចាំល្ងាចចាំខ្ញុំមកដងទឹកឲ្យបងបន្ថែមទៀតខ្ញុំទៅសិនហើយថាហើយនាយធឿនក៏ដើរចេញទៅខណៈនាយតុងកំពុងដោះគោចេញពីនឹមនាងច័ន្ទក៏និយាយទៅកាន់លោកមេភូមិមិនដឹងថាលោកមេភូមិអញ្ជើញមករកខ្ញុំមានការអ្វីទេគឺអ៊ំមកលេងសួរសុខទុក្ខឯងធម្មតាទេឮថាប្តីឯងទៅរកស៊ីជួញដូរនៅស្រុកឆ្ងាយគ្មានអ្នកណាមើលថែក្នុងគ្រាដែលឯងមានពោះពងអ៊ំចេះតែបារម្ភព្រោះផ្ទះរបស់ឯងនៅដាច់ឆ្ងាយពីគេបន្តិចផងខ្ញុំអរគុណនៅស្នាមចិត្តអ៊ំហើយតែបារម្ភពីសុខទុក្ខរបស់ក្មួយអូធម្មតាទេអ៊ំជាវិភូមិអ៊ំត្រូវមើលខុសត្រូវសុខទុក្ខរបស់បងប្អូនយើងអីចឹងហើយអ៊ំមកនេះក៏ចង់ប្រាប់ក្មួយថាមានពេលទំនេរថ្ងៃណាមួយអ៊ំនឹងនាំក្មួយទៅសាលាឃុំដើម្បីចុះបញ្ជីស្នាក់នៅឲ្យបានត្រឹមត្រូវជៀសវាងថ្ងៃក្រោយមានបញ្ហាអីកើតឡើងបើគ្រួសារក្មួយខ្លាយជាសមាជិកពេញសិទ្ធហើយគឺងាយស្រួលថ្នាក់លើចុះមកអន្តរាគមន៍បើយ៉ាងក្មួយបានពង្រត់គ្នាជាមួយសានមកទីនេះរឿងនេះគឺត្រូវតែអោយឃុំសង្កាត់ដឹងឮផងណាក្មួយចាអ៊ំមេភូមិសនងាកទៅអាតុងម៉ាក់លោកចាឯងយកធម្មរសអគួរដែលជើងបានជឿមកផ្ញើនាងច័ន្ទមកនេះម៉ាក់លោកចា
តងក៏ដើរយកថ្នាំពីរទេះគោយកមកហុចឲ្យមេភូមិសនទទួលហើយក៏ហុចទៅឲ្យនាងច័ន្ទនេះជាថ្នាំរសាកោនាងយកទៅដាំទឹកផឹកចុះចាអរគុណលោកមេភូមិមិនបាច់គួរសមទេសង្ឃឹមថាកូនរបស់នាងនឹងកើតមកមានសុខភាពល្អចាអរគុណលោកមេភូមិនៅឯវាលស្រែឃើញនាយប៉ាន់ដើរចូលសម្ដៅនាយធឿនដែលកំពុងអង្គុយផ្អែកនឹងគល់ត្នោតដោយទឹកមុខក្រៀមក្រំទំនងជាកំពុងពិបាកចិត្តស្មុគស្មាញរឿងអ្វីម្យ៉ាងនាយប៉ាន់អង្គុយចុះក្បែរនាយធឿនហើយក៏ពោលសួរហើយយ៉ាងម៉េចហើយត្រឡប់មកពីផ្ទះនាងច័ន្ទវិញក៏ធ្វើមុខស្អុយប៉ែបែបនេះត្រូវនាងច័ន្ទស្ដីបន្ទោសមែននាយធឿនពោលតបគ្មានទេនាយប៉ាន់បន្តនិយាយបើគ្មានទេមិនក៏ធ្វើមុខអាក្រក់មើលយ៉ាងនេះវើយនាយធឿនដកខ្នងពីបង្អែកគល់ត្នោតក៏និយាយការពិតមានមនុស្សទៅបង្ហាញខ្លួននៅផ្ទះនាងច័ន្ទដែរនាយប៉ាន់ពោលសួរអូអ្នកណាគេទៅដល់ផ្ទះនាងច័ន្ទដែរនាយធឿនបន្តគ្មានអ្នកណាក្រៅពីកញ្ចាស់សននោះទេនាយប៉ាន់បន្លឺទាំងភ្ញាក់ផ្អើលអូគឺលោកមេភូមិនាយធឿនតបនាយប៉ាន់សោចតិចទាំងហួសចិត្តបានន័យថាមេភូមិសនក៏ទៅយកចិត្តនាងច័ន្ទដែរនាយធឿនបន្តចាស់ហើយមិនព្រមទៅវត្តទៅវាទេបែរជាទៅចែកចង់ស្រីសូម្បីតែប្រពន្ធគេក៏មិនលើកលែងដែរនាយប៉ាន់បន្តមេភូមិសនពោះម៉ាយច្រើនឆ្នាំហើយដូច្នេះគាត់ច្បាស់ជាចង់រកអ្នកមើលថែមិនខាននាយធឿនបន្តថាចង់រកអ្នកមើលថែស្អីក៏រកទៅមិនក៏ចាំបាច់តែតាក់ទងប្រពន្ធគេបែបនេះនាយប៉ាន់បន្តនិយាយមនុស្សស្រីប្រៀបដូចផ្កាតែរីកស្រស់ត្រង់ណាតែងតែមានភូមិរាចោមរូមចឹងហើយរឿងនេះឯងចាំបាច់ឆ្ងល់ដែរនាយធឿនធ្វើមុខមិនសប្បាយចិត្តនាយធឿនបន្តនិយាយទាំងទឹកមុខពោះចិត្តថាកូនមេភូមិសនតាមស្រឡាញ់ឯងតែឯងបែរជាទៅស្រឡាញ់នាងច័ន្ទខណៈដែលមេភូមិសនក៏តាមចោលចង់នាងច័ន្ទដែរនៅផ្ទះមេភូមិសននាងក្រវ៉ាន់និយាយឡើងទាំងសម្ដែងការមិនសប្បាយចិត្តខណៈនាងង៉ែតអង្គុយទល់មុខនៅលើក្រែក្រោមផ្ទះពុកយើងមិនគួរតែរញ៉េរញ៉ៃនឹងនាងច័ន្ទនោះទេហេតុអីក៏គាត់ងប់ពណ៌នឹងនាងនោះដល់ម្លឹងក្រែងក៏ដឹងថាវាមានប្តីហើយអីនាងង៉ែតបន្តថាពុកឯងគាត់ពុកម៉ែយូរឆ្នាំហើយយ៉ាងណាក៏គាត់ចង់មានគ្នាមើលថែដែរនាងក្រវ៉ាន់ធ្វើមុខមិនសប្បាយចិត្តទោះជាយ៉ាងណាពុកគួរតែរកស្រីផ្សេងពីប្រពន្ធគេទៅខ្វះអីស្រីមេម៉ាយនឹងក្រមុំចាស់មកកកកហេតុអីក៏គាត់មិនទៅរកពេលនេះបើយើងមិនអាចខាត់ពុកបានទេមានតែយើងត្រូវប្រមាននឹងចាំនោះហើយបើមិនអីចឹងពុកយើងនឹងឈួតទៅរកនាងនោះរាល់ថ្ងៃមិនខាននាងង៉ែតពោលតបតែយើងថាឯងគួរតែហាមពុកឯងទៅគឺបានហើយនាងក្រវ៉ាន់បន្តស្មានថាយើងជាកូនគេអាចនិយាយស្អីបានទេដូច្នេះមានតែទៅប្រមាននាងនោះឲ្យចាស់ដៃប៉ុណ្ណោះនាងង៉ែតបន្តនិយាយហើយមិនគួរសោះពុកឯងកំពុងតាមស្រឡាញ់នាងច័ន្ទខណៈដែលបងធឿនក៏ទំនងជាកំពុងលោកលើនឹងនាងច័ន្ទនោះដែរនាងក្រវ៉ាន់បន្តនិយាយឯងកុំគិតមិនល្អចំពោះបងធឿនអីពួកគេជាបងប្អូនគ្នាត្រូវតែផ្អែមល្ហែមនឹងគ្នាយ៉ាងនេះហើយតើចាំបាច់អីគិតបារម្ភចំពោះគាត់នាងង៉ែតបន្តពេលនេះពុកឯងបាននឹងកំពុងបរទេសគូទៅរកនាងនោះដល់ផ្ទះហើយតើឯងគិតយ៉ាងម៉េចដែរនាងក្រវ៉ាន់និយាយមានគិតយ៉ាងម៉េចគឺបណ្ដោយតាមគាត់ទៅតែយើងទេដែលត្រូវរៀបផែនការប្រមាននាងច័ន្ទបានហើយពួកយើងនិយាយគ្នារឿងផែនការយប់នេះវិញនាងង៉ែតបន្តឯងបានត្រៀមអស់ហើយឬនៅក្រវ៉ាន់តបត្រៀមរួចស្រេចហើយមួយបង្វិចនៅលើផ្ទះឯណោះនាងង៉ែតបន្តល្អណាស់ជប់នេះយើងមករកឯងនាងក្រវ៉ាន់តបយើងចាំឯងណានាងង៉ែតបន្តយើងទៅហើយនាងង៉ែតក៏ក្រោកដើរចេញទៅខណៈនាងក្រវ៉ាន់ញញឹមសប្បាយចិត្តរឿងអ្វីម្យ៉ាងរឿងកំណាត់ព្រាយក្រឡាភ្លើងភាគ1សូមស្លេះតែប៉ុណ្ណេះសិនសូមបងប្អូនប្រិយមិត្តរងចាំតាមដានសន្តាប់នៅភាគទី2ជាភាគបន្តចង់ដឹងថាតើនាងក្រវ៉ាន់និងមិត្តភ័ក្តិ
មានគម្រោងការអ្វីចង់ធ្វើបាបនាងច័ន្ទហើយតើមេភូមិសននិងនីធឿនខំប្រឹងយកចិត្តរៀងខ្លួនចំពោះនាងច័ន្ទតើបានផលប្រយោជន៍យ៉ាងណាដែរដូច្នេះសូមបងប្អូនប្រិយមិត្តកុំភ្លេចរងចាំតាមដានសន្តាប់នៅភាគទី2ជាភាគបន្តដើម្បីជាកម្លាំងចិត្តដល់អេមីនសូមបងប្អូនជួយចុចរូបកណ្ដឹងម្នាក់មួយផងសូមអរគុណទុកជាមុន VFM នាំមកជូនការកំសាន្តគ្រប់ទីកន្លែង